ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ website តារា SMM ក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបទិញ view ទៅលើ live stream អ្នកទាំងគ្នាការ live stream គឺយើង live ផ្ទាល់តែម្ដងឥឡូវនេះយើងចាប់ផ្ដើមធ្វើការទិញ view ទៅលើ live stream ទាំងអស់គ្នាដែលជាដំបូងគឺបងប្អូនអរគ្នាចូលទៅកាន់ web browser ណាមួយមកដែលនៅលើទូរស័ព្ទដៃរបស់បងប្អូនអរគ្នាដែលយើងអាចធ្វើការ open search ចូលទៅកាន់ website តារា SMM បានឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម web browser Chrome ដោយសារតែខ្ញុំប្រើប្រាស់ web browser Chrome ហើយបន្តទៀតយើងសេវ website របស់យើងមកគឺជា website តារា SMM ហ្នឹងអ្នកនរគ្នាហើយនេះគឺជា website តារា SMM នៅខាងលើគេហ្នឹងឥឡូវនេះខ្ញុំសូមធ្វើការចុចចូលលើវាតែម្ដងអូខេអ្នកនរគ្នាហើយនេះគឺជា dashboard របស់ website តារា SMM ដែលខ្ញុំបានធ្វើការ log in ក៏ដូចជាដាក់លុយចូលរួចរាល់ហើយសម្រាប់ពុកម៉ែបងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប log in ចូលក៏ដូចជាពីរបៀបដាក់លុយចូលទៅកាន់ website អ្នកនរគ្នាគាត់ទៅចូលមកកាន់ YouTube channel របស់ website តារា SMM មកឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាដូចជាដំបូងយើងចូលមកកាន់ YouTube មកហើយបន្តទៀតយើង search តារា SMM មកបងប្អូនអរគ្នានឹងឃើញមានវីដេអូនៅខាងលើគេហ្នឹងបងប្អូនអរគ្នាដែលគេនិយាយអំពីរបៀបចុះឈ្មោះក៏ដូចជាពីរបៀបដាក់លុយទៅលើ website ហើយនឹងមានវីដេអូជាច្រើនទេបងប្អូនទាំងអស់គ្នាដែលបងប្អូនទាំងអស់គ្នាចុចមកកាន់ channel តារា SMM មកបងប្អូនអរគ្នានឹងឃើញមានវីដេអូជាច្រើនដែលពួកយើងនឹងធ្វើការ post ជារៀងរាល់ថ្ងៃដែលតាក់ទងទៅនឹងសេវាកម្មដូចជាទៅលើ Facebook TikTok YouTube អីចឹងបងប្អូនអរគ្នាឥឡូវនេះខ្ញុំសូមត្រឡប់ទៅកាន់ website របស់យើងវិញដើម្បីយើងធ្វើការទិញ view live ជាដំបូងអ្នកនរគ្នាក៏លេងមកកាន់ dashboard របស់ website តារា SMM មកបងប្អូនអរគ្នាហើយបងប្អូនអរគ្នានឹងឃើញមានជាច្រើន logo ឲ្យបងប្អូនអរគ្នាជ្រើសដូចជា Facebook YouTube TikTok អីចឹងបងប្អូនអរគ្នាឥឡូវនេះយើងធ្វើការជ្រើសលើ logo របស់ Facebook ដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ Facebook ទេអ្នកនរគ្នាហើយបន្តទៀតអ្នកនរគ្នា scroll ដល់ខាងក្រោមតិចមកកន្លែង category គឺជាប្រភេទរបស់វាអ្នកនរគ្នាដែលអ្នកនរគ្នាចូលលើនឹងទៅដែលបងប្អូនអរគ្នានឹងឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹង Facebook បងប្អូនអរគ្នាអាច scroll រកមើលបានសម្រាប់សេវាកម្មមួយណាដែលបងប្អូនអរគ្នាមានតម្រូវការលើគឺបងប្អូនអរគ្នាធ្វើការចុចជ្រើសរើសលើសេវាកម្មមួយហ្នឹងទៅប៉ុន្តែនៅពេលនេះយើងមកធ្វើការនិយាយអំពីការបួស live stream អញ្ចឹងយើងរកពាក្យថា Facebook live stream បងប្អូនអរគ្នានេះអ្នកនរគ្នាហើយសម្រាប់ website តារា SMM របស់យើងការបួស live stream គឺមានពីរជម្រើសបងប្អូនអរគ្នាជារើសទី1គឺការបួស live stream Facebook live stream viewer high quality ហើយទី2គឺការបួស live stream ធម្មតាអ្នកនរគ្នាពីហ្នឹងបងប្អូនអរគ្នាពេញចិត្តលើសេវាកម្មមួយណាគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមួយហ្នឹងមកបងប្អូនអរគ្នាឥឡូវខ្ញុំសូមធ្វើការជ្រើសរើសយក high quality តែម្ដងហើយបន្តទៀតកន្លែង service ហ្នឹងគឺជាតម្លៃរបស់វាបងប្អូនអរគ្នាអាចរកមើលបាននៅសេវាកម្មមួយណាដែលបងប្អូនអរគ្នាពេញចិត្តបងប្អូនអរគ្នាអាចអានតាម description វានឹងបានពីតម្លៃក៏ដូចជាពីល្បឿននៃសេវាកម្មហ្នឹងឥឡូវខ្ញុំនឹងធ្វើការជ្រើសសេវាកម្មណាមួយដើម្បីធ្វើការប៊ូសចែកជូនពុកម៉ែបងប្អូនអរគ្នាទស្សនានេះអ្នកនរគ្នាខ្ញុំនឹងធ្វើការជ្រើសសេវាកម្មខាងលើគេហ្នឹងដែលគេនិយាយថា Facebook live stream ចំនួនដែលខ្ពស់បំផុតបានចំនួន 500k អ្នកនរគ្នាហើយរយៈពេល view របស់វារហូតដល់5-10នាទីអ្នកនរគ្នាហើយក្នុង VK តម្លៃត្រឹមតែ 0.69 សេនទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែនឥឡូវខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មមួយហ្នឹងតែម្ដងហើយបន្តទៀតកន្លែង link ហ្នឹងគឺជា link live ផ្ទាល់របស់យើងបងប្អូនអរគ្នាឥឡូវនេះខ្ញុំសូមធ្វើការចុចចូលទៅកាន់ Facebook ដើម្បីយើងធ្វើការយក link live ផ្ទាល់នេះអ្នកនរគ្នាខ្ញុំនឹងធ្វើការប៊ូសview ទៅលើ live stream មួយនេះអ្នកនរគ្នាឥឡូវនេះបងប្អូនអរគ្នាចុចកន្លែងប៊ូតុង share ហ្នឹងមកដើម្បីយើងធ្វើការយក link ហើយបន្តទៀតអ្នកនរគ្នារកពាក្យថា copy link នេះមករួចហើយឥឡូវខ្ញុំសូមត្រឡប់មកកាន់ website របស់យើងវិញដើម្បីយើងធ្វើការផាសវាចូលអូខេអ្នកគ្នារួចរាល់ហើយយើងបានផាស link ចូលរួចរាល់ហើយបន្តទៀតគឺជា quantity នេះគឺជាចំនួន like អ្នកនរគ្នាចាប់ពីចំនួន50រហូតដល់50000ចន្លោះហ្នឹងអ្នកនរគ្នាចង់ដាក់ចំនួនប្រមាណក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនអរគ្នាឥឡូវខ្ញុំសូមធ្វើការដាក់ចំនួនតែ100ទេបងប្អូនអរគ្នាហើយកន្លែង average time ហ្នឹងគឺជារយៈពេលរបស់វាអ្នកនរគ្នាដែលវានឹងដំណើរការទៅរួចរាល់អញ្ចឹងបងប្អូនអរគ្នាវាអាចនឹងក្នុងចន្លោះហ្នឹងហើយកន្លែង charge ហ្នឹងគឺជាតម្លៃរបស់វាអ្នកនរគ្នាតម្លៃរបស់100យើងបានធ្វើការទិញហ្នឹងគឺអស់ចំនួនតែ 0.069 សេនទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែនបន្ទាប់ពីយើងបានធ្វើការបំពេញខាងលើរួចហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីធ្វើការបញ្ជាទិញ
អូខេតើគ្នាពេលនេះគឺយើងបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យគេនឹងចេញទម្រង់បែបនេះឲ្យយើងអ្នកនរគ្នាហើយនេះគឺជាវិក័យប័ណ្ណដែលអ្នកនរគ្នាអាចផ្ទៀងផ្ទាត់មើលបានដូចជាលេខ ID CV លេខអញ្ចឹងទៅបងប្អូនអ្នកគ្នាអ្នកនរគ្នាអាចទៅត្រួតពិនិត្យមើល LINE របស់អ្នកនរគ្នាបានបន្ទាប់ពីយើងបានធ្វើការបញ្ជាទិញភ្លាមបន្ទាប់ពីយើងបានធ្វើការបញ្ជាទិញហើយហ្នឹងអូខេអ្នកនរគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចំណុចណាដែលមិនទាន់ច្បាស់អ្នកនរគ្នាក៏អាចមើលវីដេអូនេះសាកឡើងវិញបានអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះ